តោះចឹងមិញខ្ញុំក៏អានប្រែហើយដែរលើបន្តទៅ447 Is there any interesting blank in the paper ឡើងនេះប្រែមិនដឹងហ៎ហ៎กระดาษเอา paper ឡើងនេះមានកระดาษទេ paper ឡើងប្រែថាកសែតការសែតកសែតព័ត៌មានហ្នឹងគេដាក់អញ្ចឹងដែរគេដាក់ paper ក៏បានដែរ newspaper ក៏បាន paper ក៏បានតែ is there បើ is there តើមានចុចយើងប្រែឡើងចុចមុនណាពីព្រោះ any interesting ហ្នឹងគុណនាម adjective ពីក្រោយវាត្រូវការនាមដល់បានដល់ហើយកាលណាពីក្រោយ adjective មាន noun យើងប្រែ noun នឹងមុនបើមកប្រែ adjective យើងប្រែថាតើមានចុចគួរឲ្យចាប់អារម្មណ៍ដែរឬតែនៅក្នុងកសែតមកឡើយយើងទៅមើលចម្រុះវិញទាំង 4A pieces of new ហើយមិន new មិនថ្មីទេព័ត៌មាន news ប្រែថាព័ត៌មានជើប្រយោជន៍របស់យើងឲ្យចម្រើសរបស់យើងទាំង 4 គឺមាន new ទាំងអស់គេចង់និយាយអំពីព័ត៌មានចឹងគេចង់សួរដល់មិនសំណួររបស់យើងចឹងតើមានព័ត៌មានគួរឲ្យចាប់អារម្មណ៍នៅក្នុងកាសែតដែរឬទេឥឡូវយកមួយណា C D មាន C មាន D ចុះ A B មានណាតោះអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងគឺចម្លើយ C news មាន S ចឹងប្រយោគរបស់យើងវាថា is there any interesting news in the paper ហើយបកប្រែដូចយើងប្រែមិនអញ្ចឹងតើមានព័ត៌មានគួរឲ្យចាប់អារម្មណ៍នៅក្នុងកាសែតដែរឬទេផ្សេងថាអីបានយកចាប់ផ្ដើមជួយនឹង B មើលមក B C ខុសនេះហ្មងមួយមាន S មួយអត់ S អា new ព័ត៌មានគឺមាន S ជានិច្ចតើបានទេមាន S ជានិច្ចអា new អត់ S បានថ្មីចឹងនៅក្នុងន័យប្រយោគរបស់យើងគឺគេចង់និយាយអំពីព័ត៌មានចឹងមិនមែនអត់ឯងអញ្ចឹងនោះទេច D ញោមានឯដែរបំយកវាមកពីវាមាន piece of មិនមែនបានថាឲ្យតែមាន piece of នឹងខុសរហូតណាតាមពិតអាពាក្យញោគេអាចប្រើ piece of ពីមកអញ្ចឹងបានហើយគេប្រើវានៅក្នុងបំណងធ្វើឲ្យញោហ្នឹងដែលខ្លួនវាតាមពិតញូគឺជា uncountable noun នាមរាប់មិនបានគេប្រើ piece of ពីមុខដើម្បីធ្វើឲ្យ new ដែលជានាមរាប់បានហ្នឹងទៅជារាប់បានពេលដាក់ piece of ពីមុខរាប់បានវិញអា piece ហ្នឹងគឺដូច1 2 3អញ្ចឹងណា piece 2 pieces អាហ្នឹងព័ត៌មាន1ព័ត៌មាន2ពេលយើងដាក់ piece ពីមុខទៅគេអាចរាប់ចំនួនព័ត៌មានបានហើយយើងរាប់តាម piece ហ្នឹងណាចាឡើយហេតុអីបានមិនយកកាន់ដាក់សោះបែបមិញបើថាដាក់បានហេតុអីបានដាក់ទៅវាខុសព្រមយកបាទអញ្ចឹងមកពី piece ដែលគេដាក់ហ្នឹងគឺ piece អី piece singular piece D singular ហើយប្រយោគរបស់យើងប្រមុខវាមាន any singular មិនដែរអត់ត្រូវគ្នាទេ any ប្រើជាមួយ noun plural ហើយនឹង uncount any ប្រើបានមួយ noun uncount ហើយនឹង noun plural มันប្រើជាមួយនឹង noun singular ទេចាំមកខុសគូជាមួយនឹង any ណា p នេះ p singular ប្រើគូមួយ any មិនកើតទេចុះ A មិញថា singular ប្រើមួយ any បានឡើយ A p ហ្នឹង plural ហើយមិនប្រើមិនបានទៀតខុសអីវិញមើលហ្នឹងមិនខុសអស់ទេខុសពីមុខគេអីគេ is មិនអីប្រើជាមួយ noun ប្រភេទណា ប្រើមួយ singular វិញហើយ p របស់យើង plural វាអត់ត្រូវមួយ x គូមក singular អូដល់មានសភៅមួយយើងមិនថា there អីគេ there is ក៏ there are there is a book ដល់មានសភៅ2 there are two books ឃើញទេអា x singular អា r plural ឥឡូវ p របស់យើង plural ដល់ x វាត្រូវគូមួយ singular លើអញ្ចឹងវាត្រូវគូវាហ៎បាទអត់ទេបាទខុសគូតោះអញ្ចឹងចុះចម្លើយ C ដែលត្រូវរបស់យើងមិនដែរត្រូវដោយសារអី
bà kho thằng tha à nhu nó cứ về đâu mình ai về chị ăn khao cái nào về ăn khao cứ mấy về ai prao muối ý sinh đôi sinh nhiều lời chứ đó ăn khao đôi sinh dấu nhiều lời chẳng bảo mày ý ai ăn khao có thầu mày anh đi đài á chứ nhu từ tây ăn khao bảo mày anh đi có bán bảo mày ý có bán thợ đừng ngồi mình không hay tệ ba cái đã chùm lại vào vé cứ ê là bài đấy bà đã để chùm lại với e bình